ជំរាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីវិលមកជួបលោកអ្នកសាជាថ្មីក្នុងកម្មវិធីហៅមេព័ត៌មានបាទសូមស្វាគមន៍លោកអ្នកខ្ញុំវិលមកជួបលោកអ្នកវិញហើយតាមពេលវេលានឹងម៉ោងដដែលបាទមិនម៉ោងដដែលទេលើសម៉ោងមែនតែនតែម្ដងបាទសូមអភ័យទោសទូទាំងនិជនដោយសារតែថ្ងៃនេះយប់មិញនេះគឺកម្មវិធីហងមាសក្រុមគ្រួសារហងមាសហ្នឹងបានជួបជុំគ្នាសម្រាប់បំណាច់ឆ្នាំបាទឆ្នាំចាស់ចូលឆ្នាំថ្មីបាទសេរីសួស្តីឆ្នាំថ្មីបាទតិចទៀតខ្ញុំនឹងជម្រាបជូនអំពីការជួបជុំគ្នានឹងប៉ុន្តែដោយសារតែពេលវេលារបស់យើងបានឈានចូលដល់ម៉ោង8ជាងទៅហើយបាទថ្ងៃនេះច្រើនមែនតើបាទសូមអភ័យទោសមែនតើចំពោះទូទាំងនិជនដែលកំពុងតែរងចាំទស្សនាហើយកាលពីម្សិលមិញនេះខ្ញុំអវត្តមានមួយថ្ងៃដោយសារតែខ្ញុំទៅយកព័ត៌មាននៅក្នុងពិធីបាញ់កាំភ្លើង40កណ្ដុងនៅខាងទឹកដីខេត្តកំពង់ស្ពឺបាទហើយតិចទៀតខ្ញុំនឹងជម្រាបជូននៅវគ្គទី2ប៉ុន្តែមុននឹងជម្រាបជូននៅព័ត៌មានទាំងអស់នោះខ្ញុំសូមជូននៅព័ត៌មានដែលកើតឡើងនៅក្នុងទីក្រុងភ្នំពេញយើងសិនបញ្ហាសង្គមរបស់យើងបាទជាបឋមនេះគឺខ្ញុំសូមលើកយកនៅព័ត៌មានតាក់ទងអំពីការតវ៉ារបស់ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរតើការតវ៉ារបស់ពួកគេបានសម្រេចផលយ៉ាងណាទៅហើយបាទកាលពីម្សិលមិញនេះទូទាំងនិជននៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រីដូចជារូបភាពខាងដើមនេះប៉ូលីសបានដាក់បលាលុះរាំងខ្ទប់កាត់ផ្លូវជាតិសហព័ន្ធរុស្ស៊ីបាទផ្លូវសហព័ន្ធរុស្ស៊ីដោយសារតែក្រុមបាតកោជាកម្មករកម្មការិនីកាត់ដេរបានចេញមុខមកតវ៉ានៅមុខគណៈរដ្ឋមន្ត្រីក្នុងនោះក៏រួមមានខាងកើតគឺខាងតំណាងគណៈបកនយោបាយរួមជាមួយនឹងខាងក្រុមបង្កក់ហើយនឹងលោកមុំសំណងដូផងដែរបាទហើយខាងលិចគឺខាងកម្មករកម្មការនីរោងចក្រក្រោយពេលដែលពួកគេបានទៅអង្គុយចាំតវ៉ានៅមុខក្រសួងការងារតាំងពីព្រលឹមបិទផ្លូវតាំងពីព្រឹកម៉ោង9រហូតដល់ពេលល្ងាចបាទដោយសារតែលទ្ធផលនៃការជួបចរចាមិនបានសម្រេចទើបធ្វើឲ្យកម្មករកម្មការនេះទាំងអស់បានធ្វើដំណើរមកកាត់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីតវ៉ានៅមុខទីនោះប៉ុន្តែក្រុមប៉ូលីសដែលមានភារកិច្ចការពារនិងរៀបចំសណ្ដាប់ធ្នាប់នោះបានរាយបន្លាលុះភ្លាមដើម្បីទប់ស្កាត់ជៀសវាងកុំឲ្យមានការកើតនៅអំពើហិង្សាណាមួយប៉ះពាល់ទៅកន្លែងគណៈរដ្ឋមន្ត្រីបាទហើយសូមជម្រាបផងដែរថាម្សិលមិញនេះមុនពេលដែលក្រុមកម្មករកម្មការនីកាដេពួកគេបានមុនពេលដែលមកទីស្តីការគណៈរដ្ឋមន្ត្រីពួកគេបាននៅអង្គុយរងចាំនៅមុខការក្រសួងការងារបាទដោយសារតែពួកគេបានជួបជជែកគ្នាថានឹងជួបជាមួយនឹងក្រុមនយោជកខាងរោងចក្រខាងរដ្ឋាភិបាលក្រសួងជាពិសេសខាងតំណាងក្រសួងការងារហើយនឹងខាងតំណាងសហជីពបាទទៅអង្គុយជួបជុំគ្នានៅមុខទីនោះដោយរងចាំថានឹងជជែកគ្នាអំពីការទាមទារឲ្យមានការតម្លើងប្រាក់ខែចំនួន$160បាទប៉ុន្តែការរងចាំរបស់ពួកគេមិនបានដូចបំណងទេដោយសារតែពេលនោះខាងតំណាងរបស់រដ្ឋាភិបាលជាពិសេសតំណាងរបស់ក្រសួងការងារបានចេញមកប្រាប់ថាយើងមិនអាចជជែកគ្នាទ្វេភាគីបានទេបើសិនជាខាងក្រុម GMAC បាទបាននេះតំណាងសហនយោជកបាទបាននេះថាតំណាងខាងក្រុមថៅកែរោងចក្រមិនចូលរួមទេយើងមិនអាចជជែកតែតំណាងរដ្ឋាភិបាលនិងតំណាងសហជីពបានទេដោយសារតែលុយគឺនៅដៃរបស់ថៅកែរោងចក្របាទអញ្ចឹងបើសិនជាយើងត្រូវគ្នាជាមួយនឹងរោងចក្រហើយនឹងរដ្ឋាភិបាលតើមានលុយឯណាអ្នកចេញឲ្យបាទនេះខាងក្រសួងការងារដែលបានលើកឡើងអញ្ចឹងដោយសារតែគ្មានដំណោះស្រាយនោះហើយទើបធ្វើឲ្យលោករងឈុនលោកអាត់ធុនដែលជាប្រធានសហជីពមួយដឹកនាំក្រុមកម្មករកម្មការនេះក្នុងការទាមទារឲ្យទទួលបានប្រាក់ខែ$160នោះក៏បានចេញដំណើរពីចំណុចមុខក្រសួងការងារនៅចន្លោះម៉ោង2ទៅ10ម៉ោង1ទៅហើយបាទមកមុខទីស្តីការគណៈរដ្ឋមន្ត្រីដែលធ្វើឲ្យផ្លូវតាមផ្លូវសហព័ន្ធរុស្ស៊ីដែលជាផ្លូវខ្នាតអន្តរជាតិទៅពលានយន្តហោះអន្តរជាតិភ្នំពេញត្រូវបានបិទទាំងស្រុងតែម្ដងតាមផ្លូវនោះបាតកោនិងសមត្ថកិច្ចបានរំសាយនៅវេលាម៉ោងប្រមាណជា5ម៉ោងក្រោយមកបាទបានន័យថារំសាយគ្នានៅវេលាម៉ោង5ទៅហើយបាទមុនពេលដែលពួកគេបានរំសាយទៅពួកគេបានបដិញ្ញាថាខ្លួននឹងធ្វើការតវ៉ានៅថ្ងៃនេះទៀតប៉ុន្តែថ្ងៃនេះថានឹងទៅតវ៉ានៅមុខក្រសួងការងាររហូតមកដល់ម៉ោង5ល្ងាចទៅហើយកាលពីម្សិលមិញគេបានឃើញក្រុមប៉ូលីសបានដកកម្លាំងចេញ
បាទហើយរាយបន្លាលួងក៏ត្រូវបានដកចេញពីកំណត់ផ្លូវមុខទីស្តីការគណៈរដ្ឋមន្ត្រីរីឯក្រុមកម្មករវិញក៏បានរំសាយពីលើមហាវិថីសហព័ន្ធរុស្ស៊ីពីមុខក្រសួងអភិវឌ្ឍជនបទនិងមុខទីស្តីការគណៈរដ្ឋមន្ត្រីនិងនៅលើកំណត់ផ្លូវមុខផ្សារទំនើបបាយ័នខាងកើតវិមានសន្តិភាពការបិទផ្លូវកំណត់ផ្លូវមុខទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានធ្វើឡើងចាប់ពីម៉ោង12ថ្ងៃត្រង់ម្សិលមិញនេះគណៈពេលដែលកម្មករបានដង្ហែក្បួនពីក្រសួងការងារឆ្ពោះមកកាន់ទីស្តីការគណៈរដ្ឋមន្ត្រីប៉ូលីសជាច្រើនរយអ្នកដែលតាំងទីដែលបានមកពង្រាយជាច្រើននៅមុខទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីបិទផ្លូវជៀសវាងកុំឲ្យក្រុមបាតកោមានអំពើហិង្សាប៉ះពាល់ទៅកន្លែងវិមានរដ្ឋាភិបាលដែលជាកន្លែងសំខាន់បំផុតរបស់រដ្ឋាភិបាលក្នុងកិច្ចប្រជុំសម្រាប់ប្រទេសជាតិបាទហើយមិនតែប៉ុណ្ណោះក្រុមកម្មការនីដែលបានទៀមទានោះបានសន្យាថាពួកគេនឹងជំរុញឲ្យមានប្រាក់ខែរហូតដល់$160ទើបបញ្ចប់ប៉ុន្តែទីស្តីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញក៏បានចេញលិខិតរបស់ខ្លួនមួយដែរថាសូមឲ្យសហជីពចំនួន5បាទត្រូវប្រឈមមុខចំពោះការដោះស្រាយវិបត្តិបើសិនជាមានក្រុមថៅកែរោងចក្រត្រូវបានគេបិទទ្វារទាំងស្រុងនៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងរហូតដល់លិខិតនោះបានប្រមានដល់សហជីពចំនួន5ដើម្បីឲ្យដកថយចែងហើយឲ្យបញ្ឈប់សកម្មភាពបាតកម្មបើពុំដូច្នោះទេនោះនឹងប្រឈមនឹងផ្លូវច្បាប់បើសិនជារោងចក្រដែលកំពុងតែរកស៊ីនៅស្រុកខ្មែរត្រូវបានគេបិទទាំងអស់ហើយធ្វើឲ្យកម្មការនេះខ្មែរបាត់បង់ការងារបាទលោកអាត់ធុនដែលជាតំណាងសហជីពកម្មករស៊ីកាឌូបាទបានប្រាប់ក្រុមអ្នកព័ត៌មានថាខ្លួននឹងបានបំបែកជួក្រុមបាតកោនឹងទៅផ្ទះរៀងខ្លួនហើយប្រហែលជាម៉ោង5ល្ងាចហ្នឹងប៉ុន្តែពួកគេបាននឹងមកតវ៉ាសារជាថ្មីនៅមុខក្រសួងការងារនៅថ្ងៃនេះបាទបើតាមលោកអាត់ធុនគាត់បានបញ្ជាក់ថានឹងធ្វើការដង្ហែក្បួនទៅទីលាននៅទីណាមិនកំណត់ថានៅទីណាឡើយទេប៉ុន្តែថ្ងៃស្អែកនេះគឺត្រូវតែកំណត់ទៅធ្វើប៉ុន្តែឯកឧត្តមផៃសិផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីឯនេះវិញក៏បានលើកឡើងដែរថាតាក់ទងនឹងការតវ៉ានេះវាហាក់បីដូចជារៀងជ្រុលពេកជ្រុលបន្តិចដោយសារតែវាដូចហាក់បីដូចជារុញច្រានក្រុមអ្នករកស៊ីខាងផ្នែកវិជ្ជាភ័ណ្ឌនៅកម្ពុជាឲ្យគេចាក់ចែងពីកម្ពុជាយ៉ាងឆាប់រហ័សនេះជាការគិតខុសមួយដែលធ្វើឲ្យយើងត្រូវតែពិចារណាទាំងអស់គ្នាទោះបីយ៉ាងណាក៏ដោយការតវ៉ាបែបណាក៏ដោយត្រូវធ្វើឡើងដោយមានលក្ខខណ្ឌឲ្យយល់គ្នាទៅវិញទៅមកពីព្រោះថាកុំឲ្យការទៀមទារបៀបការជំរិតបើសិនជាយើងមើលឃើញថាតើថៅកែគេអាចទទួលបានកម្រិតណាហើយរដ្ឋាភិបាលក៏ត្រូវពិនិត្យដែរថាតើថៅកែចំណេញប្រមាណក្នុងពេលនាំចេញទៅម្ដងអញ្ចឹងយើងត្រូវគិតភាគរយនឹងរួចហើយបែងចែកមកជាមកខាងកម្មករតើពួកគេអាចគួរតែត្រូវបានប្រាក់ខែប្រមាណដែលអាចសមរម្យបាទនេះតាមភាសារបស់អាយដាមផៃសិផានបាទប៉ុន្តែសម្រាប់កម្មករឯនោះវិញបានលើកឡើងថាខ្លួនចង់ធ្វើការទៀមទាបែបនេះឲ្យស័ក្តិសមជាមួយនឹងការងារដែលខ្លួនបានធ្វើកន្លងមកពីព្រោះប្រាក់ខែដែលខ្លួនបានទទួលក្នុងមួយខែ$85ឬអាចថាសម្រាប់ឆ្នាំ2014$95មិនអាចតុល្យភាពជាមួយនឹងទំនិញដែលកំពុងឡើងថ្លៃនៅក្នុងប្រទេសកម្ពុជាឡើយហើយពួកគេក៏បានទៀមទាសូមឲ្យរដ្ឋាភិបាលជួយពួកគេបន្ធូរបន្ថយការឲ្យតម្លៃទំនិញនៅទីផ្សារឲ្យបានធ្លាក់ចុះដើម្បីឲ្យស័ក្តិមមូលជាមួយនឹងប្រាក់ខែរបស់ពួកគេនេះជាការទៀមទារបស់កម្មការនេះប៉ុន្តែយ៉ាងណាក៏ដោយបើតាមក្រុមនយោជកបានន័យថាក្រុមតំណាងរោងចក្របានលើកឡើងថាខ្លួនប្រហែលជាមិនអាចទៅរួចទេចំពោះការទៀមទាប្រាក់ខែចំនួន$160នេះដោយសារតែទំនិញដែលគេបាននាំចេញទៅបើគិតចំនួនប្រាក់ខែ$160ហើយគុណចំនួនកម្មការនៃរោងចក្រនៅក្នុងប្រទេសកម្ពុជាប្រមាណជាង60,000នាក់នោះវាអាចនឹងឃើញប្រាក់ចំនួនរាប់ពាន់លានដុល្លារបាទនេះទូទាំងនិជនយើងចង់ជម្រាបជូនឲ្យបានជ្រាបតាក់ទងបញ្ហាការតវ៉ាដោយរូបភាពខាងដើមនេះគឺលោករងឈុនបាទជួបជាមួយនឹងលោកកែវរមីដើម្បីធ្វើការសម្រុះសម្រួលថាបញ្ចប់បញ្ហាទៅហើយធ្វើការទៀមទាលក្ខខណ្ឌណាមួយឲ្យសមស្រប
ចឹងទេក្នុងនាមយើងជាខ្មែរដូចគ្នាយើងត្រូវដោះស្រាយយ៉ាងណាក៏ដោយត្រូវយកចំណុចកណ្ដាលដែលអាចទទួលយកបានទាំងសងខាងបើសិនជាការទៀមទាចង់តែបានថាមួយខាងចំណេញជាងមួយខាងនោះប្រកាសជាបញ្ហាដំណោះស្រាយនឹងមិនបានបញ្ចប់ទេដោយឡែកបញ្ចប់ពីរឿងតាក់ទងនឹងក្រមបាតកោរបស់កម្មការនីនេះវិញយើងងាកមកមើលខាងក្រមបាតកោគណៈបកនយោបាយនេះវិញបាទបើយើងក៏លេខមើលពីក្រមអ្នកតវ៉ាសពថ្ងៃនេះវាហាក់បីដូចជាមានច្រើនផ្នែកបាទក្នុងនោះរួមមានខាងតំណាងគណៈបកនយោបាយមួយផ្នែកទៅខាងកម្មការនីទៀមទាប្រាក់ខែទី2ទៅបាទខាងក្រមបង្កក់ទី3ទៅខាងព្រះសង្ឃដែលទៀមទាតាក់ទងបញ្ហាសរីរកធាតុដែលបានបាត់មួយផ្នែកទៅបាទហើយទី4គឺតាក់ទងនឹងការទៀមទារបស់លោកមុំសនងដូចំពោះការតម្លើងការផ្សាយវិទ្យុរបស់ខ្លួនឬក៏បើកទូរទស្សន៍របស់ខ្លួនបាទនេះជាការទៀមទាមួយឃើញថាមានប្រភេទច្រើនជ្រុងដែលគាត់បានបែងចែកជាច្រើនមុខព្រួយប៉ុន្តែតាក់ទងអំពីរឿងបញ្ហានយោបាយបាទដោយកាលពីម្សិលមិញអញ្ចឹងឯកឧត្តមខៀវកញ្ញរិទ្ធអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានលើកឡើងថាគម្រោងចរចាគ្នារវាងអ្នកនយោបាយនឹងត្រូវធ្វើឡើងនៅថ្ងៃទី2ខាងមុខនេះហើយបាទប៉ុន្តែទន្ទឹមនឹងតំណាងអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានលើកឡើងពីគម្រោងនៃការចរចាលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិឯនេះវិញបានចេញមុខបដិសេធភ្លាមថាខ្លួនមិនទាន់មានផែនការណាមួយថានឹងជួបជាមួយនឹងតំណាងគណៈបកប្រជាជននៅឡើយទេប៉ុន្តែគណៈបកប្រឆាំងរបស់លោកនឹងនៅតែចំហទ្វារដើម្បីរងចាំជជែកចរចាជាមួយនឹងគណៈបកប្រជាជនប៉ុន្តែតំណាងជាន់ខ្ពស់របស់គណៈបកប្រជាជនឯនេះវិញក៏បានបញ្ជាក់ដែរថាទ្វារនៅតែចំហបាទទ្វារនៅតែចំហដើម្បីឲ្យគណៈបកប្រឆាំងចូលមកធ្វើការចរចាគ្នាបញ្ចប់បញ្ហាការដង្ហែតាមផ្លូវនេះតែម្ដងបាទអញ្ចឹងតំណាងគណៈបកប្រជាជនមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនបានលើកឡើងថាគណៈបកប្រឆាំងនៅពេលដែលគាត់ទៀមទាបែបនេះគាត់តែងតែចង់បានប្រធានសភាបាទនេះការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនប៉ុន្តែខាងគណៈបកប្រឆាំងលោកសំរងស៊ីលោកថាលោកមិនចង់បានទៀមទាតំណែងអីទេចង់បានតែទទួលបានយុត្តិធម៌បាទនេះជាការលើកឡើងទាំងសងខាងប៉ុន្តែនៅពេលនេះលោកសំរងស៊ីបានប្រកាសថាក្បួនដង្ហែបាតកម្មនឹងឈប់ដង្ហែទៅតាមផ្លូវហើយបាទប៉ុន្តែការជួបជុំនឹងត្រូវជួបជុំនៅលើទីលានប្រជាធិបតេយ្យតទៅទៀតបាទនេះការលើកឡើងប៉ុន្តែនៅពេលម្សិលមិញនៅពេលដែលប្រកាសថាអត់មានហែក្រោយពេលដែលក្រុមបាតកោដង្ហែមកមុខទីស្តីការគណៈរដ្ឋមន្ត្រីគេសង្កេតឃើញខាងតំណាងគណៈបកនយោបាយបានមកពីទិសខាងកើតដែលឈរនៅកន្លែងអតីតទូទស្សន៍ប៉ូលី3អតីតកន្លែងនគរបាលចរាចរណ៍ជើងគោកបាទអញ្ចឹងឥឡូវតាក់ទងនឹងការផ្អាកដង្ហែនេះត្រូវបានតំណាងគណៈបកសង្គ្រោះជាតិលើកឡើងថាដើម្បីឲ្យក្រុមបាតកោបានសម្រាកបាទនេះការលើកឡើងអញ្ចឹងប៉ុន្តែសម្រាប់ប្រជាពលរដ្ឋឯនេះវិញបាទប្រជាពលរដ្ឋទូទាំងប្រទេសឯនេះវិញមានតែការបន់ស្រន់សូមឲ្យអ្នកនយោបាយទាំងពីរនឹងបញ្ចប់បញ្ហាបាទហើយវិលទៅរកតុចរចាជាមួយគ្នាវិញជៀសវាងធ្វើឲ្យប៉ះពាល់ស្ថិរភាពសម្រាប់សង្គមយើងដែលមានសន្តិភាពហើយដូចជាក់ស្ដែងកាលពីម្សិលមិញអញ្ចឹងកម្មការនីរោងចក្រដែលគាត់ទៅអង្គុយតវ៉ានៅមុខក្រសួងការងាររហូតដល់កម្មករម្នាក់បានដួលសន្លប់ដោយសារតែគាត់មិនបានបរិភោគអាហារបាទគាត់ដោយសារតែគាត់ហេវហត់ខ្លាំងពេកមិនបានបរិភោគអាហារធ្វើឲ្យគាត់ដួលសន្លប់នៅនឹងកន្លែងបាទអញ្ចឹងទេសម្រាប់ប្រជាពលរដ្ឋទូទៅគាត់មានអីក្រៅពីការអង្វរក៏សម្រាប់អ្នកនយោបាយបាទប៉ុន្តែឥឡូវយើងឃើញថាទស្សនៈអ្នកនយោបាយទាំងពីរបាទបានន័យថាគណៈបកប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងនៅក្នុងប្រទេសកម្ពុជាបាទឃើញថាគាត់និយាយថាបើកចំហទ្វារទាំងសងខាងបាទឥឡូវយើងឃើញថាទ្វារខាងគណៈបកប្រជាជនក៏បើកទ្វារខាងគណៈបកសង្គ្រោះជាតិក៏បើកអញ្ចឹងបើកតែទ្វារតែអត់មានមនុស្សដើរចូលបាទនេះតែបើករៀងខ្លួនអញ្ចឹងតើចំណុចណាមួយដើម្បីឲ្យភាគីទាំងពីរចូលទៅក្នុងទ្វារហ្នឹងហើយបញ្ចប់បញ្ហានៅលើតុបាទអញ្ចឹងបើសិនជាគ្រាន់តែការជជែកនិងការបញ្ចេញទស្សនៈតាមប្រព័ន្ធផ្សព្វផ្សាយឬក៏បញ្ចេញទស្សនៈ
ជេរនឹងវាយប្រហារតាមប្រព័ន្ធ Facebook វាមិនទាន់គ្រប់គ្រាន់បញ្ចប់បញ្ហារកដំណោះស្រាយទេតើតែបើការតវ៉ាប៉ុណ្ណឹងហើយអាចទៅរកតុកចរចានោះទើបដំណោះស្រាយអាចបានបញ្ចប់ប៉ុន្តែបើសិនជាស្រែកតែនៅក្នុងប្រព័ន្ធ Facebook ស្រែកតែនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះបានន័យថាមួយខាងស្រែកម្ខាងស្រែកម្ខាងដំណោះស្រាយគឺអត់រកឃើញហើយបញ្ហានៅតែមានដដែលបាទចឹងហើយបានជាប្រជាពលរដ្ឋដែលគាត់នៅតាមបណ្ដាខេត្តដែលខ្ញុំទទួលសាររាប់លានអ្នកគាត់បានបង្ហាញពីឆន្ទៈមួយគឺថាចង់បានសន្តិភាពយើងឃើញថាការតវ៉ានៅទីនេះមានមនុស្សច្រើនទទួលស្គាល់ថាមនុស្សច្រើនប៉ុន្តែអ្នកដែលមិនបានតវ៉ាក៏ច្រើនដែរដែលគេចង់បានសន្តិភាពដូចគ្នាបាទអញ្ចឹងគ្មានអីក្រៅពីការសម្បទានគ្នាទៅវិញទៅមកដើម្បីបញ្ចប់បញ្ហាបាទអញ្ចឹងឥឡូវយើងឃើញថាថ្ងៃនេះខាងគណៈកម្មការនេះគាត់សន្យាថានឹងធ្វើការតវ៉ាថែមទៀតប៉ុន្តែប្រជាពលរដ្ឋសូមអង្វរករបងប្អូនប្រជាពលរដ្ឋក៏ដូចជាគណៈកម្មការនេះយើងធ្វើយ៉ាងណាដោះស្រាយគ្នាដោយសន្តិវិធីហើយការដង្ហែក្បួនដោយសន្តិវិធីកុំបង្កើតឲ្យមានបញ្ហាកើតឡើងនៅតាមផ្លូវសាធារណៈបាទនេះគឺជាការចង់បានសម្រាប់ប្រជាពលរដ្ឋទូទៅបាទអ្នកណាក៏គេចង់រស់នៅក្នុងសន្តិភាពដែរអ្នកណាក៏គេចង់បានយុត្តិធម៌ដែរបាទអញ្ចឹងយុត្តិធម៌គេចង់បានគ្រប់តែគ្នានឹងតែម្ដងបាទមិនមែនសម្រាប់តែបុគ្គលម្នាក់ចង់បានសិទ្ធិសេរីភាពរបស់មនុស្សម្នាក់មានគ្រប់គ្នាទាំងអស់បាទអញ្ចឹងបើសិនជាការទៀមទាណាមួយវាហួសសមត្ថភាពចំពោះថៅកែដែលគេអាចកំណត់ឲ្យយើងតាមប្រាក់ខែគោលបាននោះវាជាបញ្ហាមួយដែលធ្វើឲ្យគេអន់ចិត្តក្នុងការរកស៊ីនៅក្នុងប្រទេសរបស់យើងបាទហើយខ្ញុំក៏គាំទ្រដែរបើសិនជាកម្មការនេះយើងបានប្រាក់ខែខ្ពស់ខ្ញុំសប្បាយចិត្តដោយសារអីព្រោះតែប្រជាពលរដ្ឋរបស់យើងពេលដែលគាត់បានប្រាក់ខែខ្ពស់គឺគាត់បានសល់ប្រាក់ហ្នឹងទៅដល់ម្ដាយឪពុករបស់គាត់បាទសល់ខ្លះបាទប៉ុន្តែធ្វើម៉េចបើសិនជាពេលវេលាខ្លះវាមិនទាន់ដល់ដំណាក់កាលអាហ្នឹងក៏យើងត្រូវតែគិតអញ្ចឹងដែរដើម្បីកុំឲ្យមួយចំណេញមួយខាតយើងធ្វើអីឲ្យចំណេញទាំងអស់គ្នាបាទយុទ្ធសាស្ត្រឈ្នះហើយក៏យុទ្ធសាស្ត្រចំណេញទាំងអស់គ្នាផងដែរបាទហ្នឹងគឺត្រូវតែរកនៅចំណុចកណ្ដាលអញ្ចឹងបាទនេះខ្ញុំចង់លើកឡើងនៅព័ត៌មានជុំវិញអំពីបាតុភិបក្រុមអ្នកតវ៉ាកាលពីមួយសម័យនេះបាទហើយចំណុចមួយទៀតដែលខ្ញុំចង់ជម្រាបសេចក្តីជូនដំណឹងរបស់ខាងទីស្តីការគណៈរដ្ឋមន្ត្រីកាលពីមួយសម័យនេះបានតម្រូវឲ្យតំណាងសហជីពចំនួន5បាទចំនួន5ត្រូវតែបង្ហាញពីឆន្ទៈចង់បានសេរីភាពពិតប្រាកដឲ្យជូនកម្មករសូមកុំឲ្យធ្វើជលហួសហេតុបាទនេះជាការជូនដំណឹងរបស់ខាងស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រីបាទហើយគណៈរដ្ឋមន្ត្រីដែលបានជូនដំណឹងនោះគឺទី1សូមឲ្យខាងសហជីពនឹងត្រូវតែបញ្ចប់ការទៀមទាការដង្ហែក្បួនតាមផ្លូវទៅរួចហើយយើងគិតថាឲ្យតំណាងសហជីពនឹងមកជួបជជែកគ្នាត្រីភាគីទៅតំណាងរដ្ឋាភិបាលតំណាងកម្មករបាទតំណាងកម្មករតំណាងសហជីពនឹងហើយបាទតំណាងរដ្ឋាភិបាលហើយនឹងតំណាងនយោជកបាទដូចជាម្សិលមិញនេះយើងឃើញថាមិនមែនម្សិលមិញទេកាលពីថ្ងៃអាទិត្យការដង្ហែក្បួនយើងឃើញថាក្រមបាតកោនឹងបានដង្ហែទៅប្រមាណ8ស្ថាប័នឯណោះបាទមានទី1ទៅស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រីទី2ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទី3ទៅក្រសួងអប់រំយុវជននិងកីឡាទី4ទៅក្រសួងធម្មការនិងសាសនាទី5ទៅក្រសួងកិច្ចការនារីទី6ក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាទី7ទៅសាលារាជធានីភ្នំពេញនិងទី8ទៅធនាគារជាតិកម្ពុជាបាទអញ្ចឹងទោះបីការតវ៉ាយ៉ាងណាក៏ដោយយើងសង្កេតឃើញថារដ្ឋាភិបាលហាក់បីដូចជានៅអត់ធ្មត់ហើយបន្តការគ្រាន់តែថាទប់ស្កាត់កុំឲ្យមានអំពើហិង្សាកើតឡើងហើយរហូតដល់ក្រមអាជីវករនៅតាមផ្សារខ្លះគាត់ក៏បានត្អូញត្អែដែរថាដល់ពេលធ្វើបាតកម្មរាល់ថ្ងៃចឹងទៅគាត់ដូចជាបាត់បង់ចំណូលបាទបាត់បង់ចំណូលហើយពេលដែលខ្ញុំចូលទៅផ្សារអូឡ িম্প ិកថ្ងៃមុនចូលទៅផ្សារអូឡ িম্প ិកខាងអាជីវករហ្នឹងគាត់ថាអូលោកធីហើយថ្ងៃណាទៅបានគេចប់ណោះបាទខ្ញុំរកស៊ីលេងបានហើយគាត់ទៅបាទធ្វើម៉េចទេបើវាបញ្ហាវាត្រូវកើតអញ្ចឹងហើយឥឡូវនេះបើសិនជាភាគីទាំងពីរមិនបញ្ចប់ដោយការចរចាទេខ្ញុំមិនដឹងថាមានផ្លូវណាដើម្បីរកដំណោះស្រាយទេប៉ុន្តែយ៉ាងណាក៏ដោយយើងសង្ឃឹមថាយើងគិតថាប្រកាសជានឹងមានច្រកចេញហើយ
បាទប្រកាសជានឹងមានចោតចេញហើយបាទនេះចង់ជម្រាបជូនប៉ុណ្ណឹងហើយសូមឲ្យភាពស្ងប់ស្ងាត់ភាពទន់ភ្លន់ដល់គ្នារវាងក្នុងនាមជាខ្មែរដូចគ្នាបញ្ចប់បញ្ហាទៅបាទកុំឲ្យមានបញ្ហាកើតឡើងតទៅទៀតពីព្រោះឥឡូវនេះយើងឃើញថាដូចខ្ញុំទៅយកព័ត៌មានបាញ់គ្រាប់ពិតនៅខាងខេត្តកំពង់ស្ពឺអញ្ចឹងកម្មករទៅបិទអាផ្លូវនៅផ្លូវជាតិលេខ4នៅចិត្តផ្សារថ្នល់ទៅតឹងហ្នឹងទៅបាទខ្ញុំនោះដល់ពេលទៅផុតហើយដល់ពេលត្រឡប់មកវិញគិតថាអូអញហើយទៅច្រកណាចេះបាទច្រកណាចេះប៉ុន្តែដល់ពេលក្រោយមកខាងកម្មករនោះក៏បានបើកផ្លូវវិញទៅបាទបានមកស្រួលចឹងមកបាទបើសិនជាអត់មករួចមកតាបាយនៅក្នុងមកយប់ទៀតហើយបាទជាចុងក្រោយគឺគ្មានអីពីការផ្ដាំផ្ញើនឹងសាររបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអង្គវកសូមឲ្យអ្នកនយោបាយទាំងពីរសូមបញ្ចប់ទៅហើយវិលទៅរកជោគចរចាព្រោះថាច្រកទ្វារទាំងសងខាងត្រូវបានបើកបាទអញ្ចឹងសូមកុំឲ្យបើកទ្វារហើយអត់មានមនុស្សដើរចូលបាទអញ្ចឹងសូមចូលទៅទ្វារបើកហើយបាទសម្បទានទៅបន្តិចបន្តួចទៅដើម្បីបញ្ចប់បញ្ហាក្នុងនាមយើងជាខ្មែរដូចគ្នាបាទតែយ៉ាងណាក៏ដោយក៏មានប្រជាពលរដ្ឋយើងក៏បានកោតសរសើរចំពោះការអត់ធ្មត់របស់ខាងរដ្ឋាភិបាលដែលមិនប្រើប្រាស់កម្លាំងដោយអំពើហិង្សាបាទសូមអរគុណទូទាំងអ្នកជនចំពោះព័ត៌មានដែលខ្ញុំចង់លើកឡើងនៅរឿងខ្លះជុំវិញអំពីការតវ៉ារបស់កម្មការនេះនិងតំណាងគណៈបកនយោបាយដែលកំពុងតែដង្ហែនៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទឥឡូវនេះដោយសារតែវគ្គទី1នេះខ្ញុំសូមបញ្ចប់រឿងបាតកម្មតែមួយនឹងទេបាទឥឡូវនេះសូមពេលសម្រាប់បន្តិចសិនតិចទៀតយើងវិលមកជួបគ្នាបន្តទៀតបាទ